ស្នូរសំឡេងទឹកធ្លាក់លើថ្មឮសូររ៉ាវៗផ្សំជាមួយនឹងសំឡេងបក្សាបក្សីយំទ្រហឹងអឹងកងនៅក្នុងព្រៃបង្កទៅជាសំឡេងមួយដ៏រណ្ដំផ្សំជាមួយនឹងស្លឹកឈើបក់ប៉ះគ្នានេះគឺជាអត្ថបទសរសេរអំពីទឹកជ្រោះប៊ូស្រាដែលខ្ញុំបានសិក្សាតាំងតែរៀននៅបឋមសិក្សាគ្រាន់តែបានរៀនដល់មេរៀននេះខ្ញុំរំភើបនឹងស្រមៃថាថ្ងៃណាមួយខ្ញុំនឹងបានមកដល់ទឹកជ្រោះប៊ូស្រាហើយលេងកម្សាន្តយ៉ាងសប្បាយរីករាយបំណងប្រាថ្នានេះពិតជាបានសម្រេចនៅពេលដែលខ្ញុំចម្រើនវ័យចេញធ្វើការងារបន្ទាប់ពីបញ្ចប់បរិញ្ញាបត្រសិក្សាផ្នែកទេសចរណ៍ទីនេះហើយជាកន្លែងដែលខ្ញុំប៉ងប្រាថ្នាតាំងតែពីតូចនោះគឺទឹកជ្រោះប៊ូស្រាទឹកជ្រោះប៊ូស្រាស្ថិតនៅក្នុងស្រុកពេជ្រដាខេត្តមណ្ឌលគិរីមានចម្ងាយប្រហែល40គីឡូម៉ែត្រពីទីរួមខេត្តឈ្មោះសែនមនោរម្យវាត្រូវបានគេចាត់ទុកថាជាទឹកជ្រោះធំបំផុតនិងស្រស់ស្អាតបំផុតនៅក្នុងប្រទេសកម្ពុជាទឹកជ្រោះនេះមានជាន់ធ្លាក់ចុះពីលើភ្នំជាច្រើនកម្រិតបង្កើតជាសំឡេងទឹកហូរខ្លាំងនិងទេសភាពគួរឲ្យទាក់ទាញរដូវវស្សាគឺជាពេលដែលទឹកជ្រោះមានទឹកច្រើននិងស្រស់ស្អាតជាងគេខណៈរដូវប្រាំងក៏អាចទៅទស្សនានិងសម្រាកលំហែកាយបានបងប្អូនអ្នកគ្នាអ្វីដែលខ្ញុំបាននិយាយអំបញ្ញមិញគឺសិតសឹងតែជាការបរិយាយនៅក្នុងអត្ថបទសៀវភៅភាសាខ្មែរថ្នាក់ទី4ដែលបានរៀននៅបឋមវ័យហើយជាពេលវេលាមួយចងចាំបំផុតនៅកាលពីបឋមសិក្សាព្រោះជាពេលវេលាដែលសប្បាយរីករាយជាមួយនឹងមិត្តភ័ក្តិជាមួយនឹងការរៀនសូត្រប៉ុន្តែឥឡូវនេះពួកគាត់បានអ្នកខ្លះមានគ្រួសារអ្នកខ្លះក៏នៅលាវចឹងទៅហើយក៏សូមផ្ញើវីដេអូនេះជូនដល់មិត្តភ័ក្តិខ្ញុំនៅក្នុងបឋមសិក្សាទាំងអស់គ្នាសូមជូនពរឲ្យមានសុខភាពល្អសុខភាពមង្គលក្នុងគ្រួសារ